វាមិនគួរឲ្យខ្លាចសោះម្យ៉ាងទៀតដូចវាគ្នាអញ្ចឹងទោះជាមានតែគាត់ទេដែលឃើញវានៅក្នុងភូមិគ្រឹះនេះមិនដែលឮពាក្យចាមអារាមពីផ្សាច់តូចនឹងទេបើមានអ្នកឃើញគាត់និយាយម្នាក់ឯងច្បាស់ជាត្រូវគេឃុំក្នុងប៉មព្រោះគិតថាឈួតហើយក៏ត្រូវស្លាប់ដូចម្ដាយគាត់ដែរងើបមុខឡើង Derek ឃើញប្រអប់ថ្នាំនៅលើតុគាត់ដកដង្ហើមធំគិតថាថ្ងៃនេះវាលែងមកហើយតែភ្លាមនោះនាងក៏បើកទូ Derek ម្ដងទៀតSomerset ហៅទៅញ៉ាំបាយល្ងាចហើយស្ដាប់ណាដាច់ខាតកុំញ៉ាំសាច់មានទឹកជ្រលក់ Somerset ដាក់ថ្នាំពុលក្នុងនឹងពេល Derek មិនទាន់យល់រឿងអីផង Somerset ក៏រុញទ្វារចូលមកអាសឹកល្អិតថ្ងៃនេះអញមានចិត្តធម៌ហៅអញទៅញ៉ាំបាយជាមួយនិយាយបណ្ដាគេចាប់ទាញដៃ Derek យ៉ាងខ្លាំងឯនាងឈរពីក្រោយមិនដឹងថាគួរដើរតាមឬអត់តែបើមិនទៅ Derek អាចមានគ្រោះថ្នាក់នាងក៏ដើរតាមពីក្រោយទាំងខ្សឹបប្រាប់រហូតកុំបារម្ភថ្នាំពុលនេះមិនងាប់ទេគេគ្រាន់តែចង់លេងល្បិចតែញ៉ាំទៅនៅតែឈឺខ្លួនអញ្ចឹងកុំញ៉ាំមែនទេណា Derek មិនតបសោះតែនាងយល់ពីមូលហេតុបើគាត់និយាយម្នាក់ឯងគេច្បាស់ជាគិតថាគាត់ឈួតបើយ៉ាងហោចណាស់មកក្បាលឲ្យខ្ញុំមួយមកមួយសន្ទុះពួកគេក៏ដល់បន្ទប់បាយ Somerset មើលទៅសប្បាយចិត្តណាស់ព្រោះដឹងមុនថា Derek នឹងជាប់អន្ទាក់របស់ខ្លួននាងឈរក្បែរនោះខ្សឹបប្រាប់រហូតកុំញ៉ាំថ្នាំពុលនៅក្នុងទឹកជ្រលក់នឹងទូសាច់គួរឲ្យចង់ញ៉ាំក៏កុំប៉ះដែរ Derek លួចមើលនាងបន្តិចឬមួយផ្សាច់តូចនេះអាចចេញពីទូបានមែននាងប្រាប់កុំញ៉ាំសាច់អាំងអញ្ចឹងញ៉ាំសាឡាត់ប្រហែលមិនអីទេបងប្រុសអង្គុយទល់មុខដេញដល់មិនឈប់មិនមែនឯងចូលចិត្តសាច់អាំងបំផុតទេអីម៉េចមិនញ៉ាំទៅគេសម្លឹងមើល Derek ដូចកំពុងចាំមើលអីមួយនាងគិតក្នុងចិត្តមើលទៅកិច្ចមិនផុតទេពុលនៅក្នុងទឹកជ្រលក់បើមិនញ៉ាំគេច្បាស់ជាដេញដល់មិនឈប់ Edison អញ្ចឹងធ្វើពុតជាខំមួយម៉ាត់ទៅដាច់ខាតកុំលេបរួចដេកធ្វើពុតជាឈឺពោះទៅព្រោះ Somerset ចង់ឃើញតែប៉ុណ្្នឹងឯង Derek កាត់សាច់មួយដុំថ្នមពេលគាត់ដាក់ចូលមាត់នាងស្រែកភើឡោហើយធ្វើមុខឲ្យមើលទៅពិបាកខ្លាំងមកហើយគាត់ក៏ធ្វើតាមមែនបងប្រុសពុតបុតសួរកើតអីហ្នឹងសាច់អាំងមិនឆ្ងាញ់ហេនាងធ្វើសញ្ញាឲ្យ Derek ធ្វើពុតជាធ្លាក់ពីលើកៅអីភ្លាមរួចដេកអពុះបំរះនាលលើដី Derek ក្រវែងសំនឹងកាំបិតចោលរួចដេកបាត់ខ្លួននេះជាអ្វីដែលបងប្រុសគេចង់ឃើញបំផុត Derek គិតក្នុងចិត្តគ្រប់យ៉ាងជាដូចបសាច់តូចនិយាយមែននាងប្រាប់លេសឲ្យគាត់ប្រាប់ថាឈឺពោះខ្លាំងសុំទៅមុនទៅសុំទោសបងខ្ញុំឈឺពោះខ្លាំងណាស់ខ្ញុំសុំទៅមុនហើយ Somerset សំបំណងក៏ដេញ Derek ឲ្យចេញផុតពីមុខនាងលួចសរសើរខ្លួនឯងចុងក្រោយជោគជ័យដែរពេលដែលចេញពួកគេកំហុកដាក់អ្នកបម្រើតូកៅអីចានទាំងអស់ដូរចេញឲ្យអស់កខ្វក់ណាស់មកដល់បន្ទប់នាងប្រញាប់សួរមិនអីទេអីគាត់មិនទៅទេគឺដើរទៅអង្គុយទៅរៀនមើលទៅគាត់ចូលចិត្តអានសៀវភៅណាស់ទូនាងមិនចេះអក្សរក៏ដោយអ្នកហត់ហើយបើឈឺពោះត្រូវប្រាប់ខ្ញុំណាខ្ញុំទៅយកថ្នាំឲ្យខ្ញុំនឹងជួយមើលថែសុខភាពអ្នកជានិច្ចគ្រាន់តែនិយាយចប់ទ្វារទូស្រាប់តែបើកឡើងបិទខ្លួននាងចូលទៅក្នុងបាត់ផាំងទ្វារទូបិទជិតឈឹងនាងមិនយល់ថាមានរឿងអីទេឬមួយអស់ម៉ោងហើយអស់ម៉ោងត្រូវបិទមកវិញមែនទេនាងចង់បើកទ្វារតែបើកមិនរួចតាមពិត Derek បានចាក់សោបាត់ទៅហើយរួចគាត់ក៏អង្គុយអានសៀវភៅធម្មតានាងមិនយល់ថាហេតុអីគាត់ចាក់សោនាងទេដឹងទេថាបានខ្ញុំទៅអ្នកមកវិញដោយសុវត្ថិភាពនឹងស្រាប់តែនាងនឹកឃើញប្រហែលគាត់នៅខ្លាចនាងគ្រាន់តែជាបិសាចទូខោអាវធម្មតាតើមិនមែនជាពួកចិត្តអាក្រក់ឡើយនាងគ្រាន់តែចង់ជួយគាត់ប៉ុណ្ណោះមើលទៅ Derek នៅមិនទាន់យល់ទេទូនាងពន្យល់ថាខ្លួនមិនមែនជាពួកចិត្តអាក្រក់ក៏ដោយគាត់នៅតែមិនអត់ដែរនាងអង្វរសុំអីញ៉ាំបន្តិចបានទេញ៉ាំអីក៏បានដែរឬបែបនេះដៃ Derek ក៏តាក់បន្តិចនាងនិយាយបន្តខ្ញុំអាចឆ្លងទៅទូផ្សេងទៀតបានណាតែទូដែលខ្ញុំធ្លាប់ឃើញពីមុនអញ្ចឹងខ្ញុំអាចទៅបានសឹងតែពេញអាណាចក្រហើយលើកលែងតែកន្លែងពិសេសមួយចំនួនខ្ញុំអាចចេញទៅក្រៅបានតែចុងក្រោយគង់តែត្រូវទាញមកទូនេះវិញដដែលព្រោះទូក្នុងបន្ទប់អ្នកគឺជាស្រមោលរាងកាយខ្ញុំគេមើលមិនឃើញខ្ញុំទេមានតែអ្នកទេដែលឃើញខ្ញុំក៏មិនដឹងហេតុអីដែរតែខ្ញុំអាចប៉ះរបស់របរបានណានឹកឃើញកាលពីមុនពេលនាងរើផ្កានោះពួកអ្នកបម្រើខ្លាចសឹងងាប់រួចនាងឃើញពន្លឺមួយភ្លឺឡើងចំពោះមុខតាមពិតរឿងកាលពីពេលនោះគឺដោយសារអ្នកមែនទេ Derek សួរធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ពិតជាព្រមឆ្លើយជាមួយនាងហើយនាងសប្បាយចិត្តណាស់ត្រូវហើយគឺខ្ញុំនឹងនាងញឹមអរគុណគាត់អរគុណអ្នកណាស់ទឹកមុខគាត់ស្រឡាំងកាំងបន្តិច Derek នឹកឃើញរឿងពីមុនម្ដាយគាត់ក៏ធ្លាប់ហៅគាត់បែបនឹងដែរមើលទៅសត្វមួយនេះមិនមែនជាផ្សាច់តូចចិត្តអាក្រក់ឡើយទោះទ្វារទូបើកហើយក៏ដោយនាងនៅតែនិយាយណែនាំបានញ៉ាំអីសោះក្មេងម្នាក់ចាត់ទុកខ្លួនឯងជាផ្សាច់តូចក្នុងទូនាយប់នោះនាងឃើញ Derek មើលទៅមិនស្រួលខ្លួនក៏លូកដៃស្ទាបថ្ងាសគាត់សំណាងល្អមិនក្តៅខ្លួនទេ
ព្រឹកឡើង Derek បើកភ្នែកឡើងយូរហើយដែលគាត់មិនបានគេងលក់ស្រួលបែបនេះ